សូមដាក់ខ្លួនលំអរកាយគោរពដល់បងប្អូនប្រុសស្រីទាំងអស់ដែលមានវត្តមាននៅទីនេះហើយខ្ញុំក៏សូមស្វាគមន៍ចំពោះថ្នាក់នាំគណៈបច្ឆន្ទៈខ្មែរទាំងពីរខេត្តគឺខេត្តកំពតនិងខេត្តកែបដែលទទួលការតែងតាំងនៅរសៀលថ្ងៃនេះនៅថ្ងៃនេះថ្លែងទៅជាថ្នាក់នាំស្ថិតនៅក្នុងរចនាសម្ព័ន្ធដែលទទួលស្គាល់ដោយគណៈបកនៅថ្ងៃនេះជាផ្លូវការខ្ញុំសប្បាយចិត្តមែនទែនដែលបានចូលរួមក្នុងកម្មវិធីនេះហើយមើលទៅអ្នកដែលចូលរួមក្នុងកម្មវិធីនេះភាគច្រើនសុទ្ធតែជាសសរស្តម្ភរបស់គណៈបកភ្លើងទៀនជាសមាជិកសមាជិកាសកម្មជនរបស់គណៈបកភ្លើងទៀនប៉ុន្តែដោយដែលថ្នាក់នាំរួមទាំងខ្ញុំបាននិយាយច្រើនយ៉ាងច្រើននៅក្នុងកម្មវិធីនយោបាយរបស់គណៈបកយើងជាហោហែទូទាំងប្រទេសបាននិយាយថារវាងគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរគឺគ្មានអីប្លែកគ្មានអីថ្មីទេហើយគណៈបកទាំងពីរនេះគ្មានរនាំងខណ្ឌចែកគ្នានោះឡើយផ្ទុយទៅវិញគណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរគឺគ្រួសារតែមួយគឺគ្រួសាររបស់អ្នកប្រជាធិបតេយ្យពិតប្រាកដពួកយើងធ្វើការដោយមិនប្រកាន់ដោយគ្មានគំនិតគិតថាខាងនេះឆន្ទៈខាងនេះភ្លើងទៀនទេទូទាំងប្រទេសគឺគោលការណ៍ណែនាំរបស់គណៈបកក៏ប៉ុន្តែអ្វីដែលសំខាន់គឺបងប្អូនដែលជាសមាជិកសមាជិកាសកម្មជនដ៏ឆ្នើមរបស់គណៈបកភ្លើងទៀនរួមទាំងមន្ត្រីនិងសកម្មជនរបស់គណៈបកឆន្ទៈខ្មែរបានគោរពនិងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់គណៈបកយ៉ាងខ្ជាប់ខ្ជួនបំផុតហើយធ្វើការជាមួយគ្នាជាក្រុមក្នុងស្មារតីទទួលខុសត្រូវយ៉ាងខ្ពស់បំផុតដើម្បីគុណប្រយោជន៍គណៈបកដើម្បីផលប្រយោជន៍គណៈបកឆ្ពោះទៅរកនៅការសម្រេចបាននៅផែនការនិងគោលបំណងដែលយើងបានគ្រោងទុកជូនប្រជាជាតិរបស់យើងទាំងនេះវាសបញ្ជាក់ឲ្យឃើញថាអ្នកបងប្អូនទាំងអស់គឺជាសមាជិកសមាជិកាគឺជាសកម្មជនដ៏មានគុណភាពដ៏ពូកែដ៏មានប្រសិទ្ធភាពដែលគណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរមានភ័ព្វសំណាងដែលមានបងប្អូនទាំងអស់ជាសសរស្តម្ភនយោបាយដ៏សំខាន់សម្រាប់គណៈបកយើងហើយចូលរួមជាមួយគណៈបកយើងក្នុងរយៈពេល30ឆ្នាំបើទោះបីជាមានការវិវត្តការផ្លាស់ប្ដូរឈ្មោះគណៈបកឬការប្រែប្រួលយ៉ាងណាក៏ដោយក៏ប៉ុន្តែអ្វីដែលនៅដដែលគឺទឹកចិត្តអ្វីដែលនៅដដែលគឺបេះដូងអ្វីដែលនៅដដែលគឺការចូលរួមការលះបង់របស់បងប្អូននៅក្នុងគណៈបកយើងគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរដែលជាគ្រួសារតែមួយដដែលដើមចេញពីការមានរចនាសម្ព័ន្ធជាផ្លូវការនៅថ្ងៃនេះខ្ញុំសង្ឃឹមយ៉ាងមុតមមថាគណៈបកឆន្ទៈខ្មែរដោយមានការជ្រោមជ្រែងពីរចនាសម្ព័ន្ធភ្លើងទៀនចាំផ្ទះនៅនឹងកន្លែងគណៈបកឆន្ទៈខ្មែរនឹងរៀបចំខ្លួននឹងបំផ្លែងខ្លួនឲ្យទៅជាគណៈបកមួយប្រកបដោយសក្តានុពលអង្គស័ក្តិសមជាបេសកកម្មដ៏សំខាន់ដែលគណៈបកភ្លើងទៀនបានប្រកួតជូនហើយនឹងធ្វើដំណើររួមគ្នាឆ្ពោះទៅរកគោលដៅរបស់យើងគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2027ហើយនឹងដណ្ដើមបាននៅជោគជ័យដ៏ត្រចះត្រចង់ជូនគណៈបកយើងទាំងពីរជាពិសេសគឺជូនអ្នកគ្រប់គ្រងទូទាំងប្រទេសរបស់យើងដើម្បីឲ្យយើងអាចឆ្ពោះទៅរកការផ្លាស់ប្ដូរមួយពិតប្រាកដគឺការផ្លាស់ប្ដូរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅឆ្នាំ2027និង2028ក្នុងក្របខ័ណ្ឌនៃគណៈបកយើងទាំងពីរគឺគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរក្នុងនោះខ្ញុំក៏មិនភ្លេចអរគុណលោកអ៊ីម៉ាលីដែរដែលក្នុងរយៈពេល1ឆ្នាំនេះគាត់ត្រូវបានគណៈបកទេគាត់ពីតកែវឲ្យមកជួយមើលការខុសត្រូវជួយដឹកនាំរចនាសម្ព័ន្ធរបស់គណៈបកឆន្ទៈខ្មែររួមជាមួយគណៈបកភ្លើងទៀននៅខេត្តកំពតនេះក្រោមការដឹកនាំរបស់គាត់យើងឃើញមានវឌ្ឍនភាពជាដុំកំភួនគួរឲ្យកត់សម្គាល់ដោយមានការរួមសហការពីរចនាសម្ព័ន្ធរបស់គណៈបកភ្លើងទៀនចាប់ផ្ទះយើងជឿជាក់ថាផ្ដើមចេញពីថ្ងៃនេះតទៅនេះគឺយើងគណៈបកយើងទាំងពីរសង្ឃឹមថាគណៈបកឆន្ទៈខ្មែរនៅខេត្តកំពតនឹងមិនមែននៅតែប៉ុណ្្នឹងទេគឺកាន់តែរីកធំទៅហើយមហាជនកាន់តែបានស្គាល់គណៈបកឆន្ទៈខ្មែរ
តាមរយៈសកម្មភាពរបស់បងប្អូនទាំងអស់គឺបងប្អូននៅក្នុងគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរជួយជោគជ័យជួយផ្សព្វផ្សាយពីគោលជំហរពីសកម្មភាពពីគោលដៅពីគោលបំណងរបស់គណៈបកយើងគឺគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរឲ្យបានយល់កាន់តែច្រើនហើយយើងអាចស្រូបយកការគ្រប់គ្រងពីមហាជននាំឲ្យយើងអាចសម្រេចបានគោលដៅរបស់យើងនៅឆ្នាំ2027នាពេលខាងមុខក្នុងនោះដែរខ្ញុំក៏មិនភ្លេចអរគុណថ្នាក់នាំគណៈបកភ្លើងទៀនចាំផ្ទះទេថ្នាក់នាំគណៈបកភ្លើងទៀនចាំផ្ទះគឺសំខាន់ណាស់ដែលមិនអាចមើលរំលងបានបើគ្មានពួកគាត់ទេគឺយើងគ្មានថ្ងៃនេះទេមើលអត់បងប្អូនមើលអត់បងប្អូនបើគ្មានភ្លើងទៀនបើគ្មានរចនាសម្ព័ន្ធចាំផ្ទះភ្លើងទៀនទេគឺយើងមិនពិតជាមិនអាចរៀបចំរចនាសម្ព័ន្ធគណៈបកឆន្ទៈខ្មែរនៅថ្ងៃនេះបានពិតជាមិនមានកម្លាំងនយោបាយចូលរួមធំដុំនៅថ្ងៃនេះបាននេះសបញ្ជាក់ឲ្យឃើញថាបងប្អូនទាំងអស់នៅក្នុងគណៈបកភ្លើងទៀននិងនៅក្នុងគណៈបកឆន្ទៈខ្មែរគឺធ្វើការរួមគ្នាក្នុងស្មារតីធ្វើការជាក្រុមនៅក្នុងក្របខ័ណ្ឌបកហើយតម្កល់ផលប្រយោជន៍បកជាធំតម្កល់ផលប្រយោជន៍បកធំជាងតម្កល់ផលប្រយោជន៍បុគ្គលទៀតនេះគឺជាអ្វីដែលគណៈបកយើងទាំងមូលចង់បានទាំងអស់បងប្អូនប្រស័យទាំងអស់តែទោះបីជាយ៉ាងណាក៏ដោយក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំម្នាក់ជំនួសមកឲ្យអាយដាមទាំងពីររូបអាយដាមសុកខាចនិងអាយដាមសេងម៉ារីនិងអាយដាមគង់មូនីការួមទាំងថ្នាក់ដឹកនាំផ្សេងទៀតនៃគណៈបកយើងទីសូមណែនាំថាទោះបីជាយើងមានសមិទ្ធផលក្នុងរយៈពេល3-4ឆ្នាំនេះយ៉ាងណាក៏ដោយយើងមានក្រុមប្រឹក្សាឃុំសង្កាត់ចប់ចោលនៅនឹងកន្លែងយើងមានក្រុមប្រឹក្សាស្រុក18រូបនៅនឹងកន្លែងយើងមានក្រុមប្រឹក្សាខេត្ត2រូបឬ3រូបនៅនឹងកន្លែងយ៉ាងណាក៏ដោយយើងមានរចនាសម្ព័ន្ធរបស់យើងតែទៅតែទទួលបានការតែងតាំងយ៉ាងណាសូមបងប្អូនទាំងអស់គ្នាកុំរំភើបនឹងអ្វីដែលយើងមានទៅវិញត្រូវរក្សាគោលជំហរឲ្យបាននឹងធឹងបន្តដំណើរក្នុងស្មារតីធ្វើការជាក្រុមបន្តដំណើរបន្តអនុវត្តនៅសកម្មភាពតាមការណែនាំដោយគណៈបកតាមគោលការណ៍ណែនាំរបស់គណៈបកស្របទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងនិងសេចក្តីសម្រេចនានារបស់គណៈបកឆ្ពោះទៅរកទិសដៅរបស់យើងក្នុងគោលបំណងសម្រេចបាននៅក្តីស្របិនរបស់យើងក្តីស្របិនរបស់យើងមានតែមួយគត់ក្តីប្រាថ្នារបស់យើងមានតែមួយគត់គឺចង់ឲ្យមានការផ្លាស់ប្ដូរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យមួយពិតប្រាកដមើលឬមិនបងប្អូនមើលឬមិនបងប្អូនមើលទៅដៃអរគុណណាស់នេះគឺជាក្តីស្របិនបើយើងមានក្តីស្របិនតែមួយបើយើងមានគោលដៅតែមួយបើយើងមានសក្តិប្រាថ្នាតែមួយដូច្នេះយើងត្រូវដាក់នៅក្តីស្របិនរបស់យើងសក្តិប្រាថ្នារបស់យើងតែមួយរួមគ្នាធ្វើការជាក្រុមដែលគ្មានការរើសអើងដែលគ្មានការបែងចែកថាអ្នកនេះភ្លើងទៀនអ្នកនេះឆន្ទៈអ្វីដែលសំខាន់គឺលើកស្ទួយស្មារតីធ្វើការជាក្រុមមានតែធ្វើការជាក្រុមទេទើបយើងអាចសម្រេចបាននៅលទ្ធផលដ៏ត្រចះត្រចង់ជូនគណៈបកនិងជូនអ្នកគ្រប់គ្រងទូទាំងប្រទេសរបស់យើងទាំងមូលបងប្អូនប្រស័យទាំងអស់ខ្ញុំទីនេះខ្ញុំក៏សូមណែនាំនៅសកម្មភាពគោលរបស់គណៈបកពីពេលនេះទៅរហូតដល់ចុងឆ្នាំនិងរហូតដល់ឆ្នាំ2027ដែលគណៈបកទាំងពីរត្រូវធ្វើគឺគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរទី1រចនាសម្ព័ន្ធដែលទទួលការតែងតាំងនៅថ្ងៃនេះត្រូវធ្វើការរួមគ្នាជាមួយនឹងរចនាសម្ព័ន្ធចាំផ្ទះភ្លើងទៀនចាំផ្ទះជាដាច់ខាតដោយដែលអ្វីដែលបងប្អូនបានធ្វើរួចហើយគឺត្រូវបន្តរៀបចំនិងពង្រឹងរចនាសម្ព័ន្ធគណៈបកឆន្ទៈខ្មែរទូទាំង93ឃុំនៅក្នុងខេត្តកំពតឆ្ពោះទៅរកការរៀបចំនៅបណ្ដាញគណៈបកតាមភូមិទូទាំងខេត្តទៀតក្នុងគោលបំណងដើម្បីឲ្យគណៈបកឆន្ទៈខ្មែរគឺមានរចនាសម្ព័ន្ធគ្រប់ដប់ទូទាំងខេត្តមានរចនាសម្ព័ន្ធទូទាំងខេត្តទី1ទី2មានរចនាសម្ព័ន្ធហើយមិនគ្រប់គ្រាន់ទេត្រូវតែគៀងគោកម្លាំងនយោបាយឲ្យចូលរួមនៅក្នុងរចនាសម្ព័ន្ធរបស់យើងកាលណាយើងមានរចនាសម្ព័ន្ធដាច់ខាតត្រូវមានកម្លាំងនយោបាយនៅក្នុងរចនាសម្ព័ន្ធដើម្បីអនុវត្តនិងបំពេញភារកិច្ចតាមគោលការណ៍ណែនាំរបស់គណៈបកប្រជាជាតិនិងគណៈបកថ្នាក់ខេត្តទី2ទី3បងប្អូនត្រូវសហការគ្នារវាងគណៈបកទាំងពីរនេះគឺ
បន្តសកម្មភាពលើកស្លាកគណៈបកឆន្ទៈខ្មែរទន្ទឹមនោះក៏ត្រូវជួសជុលស្លាកគណៈបកភ្លើងទៀនដែលបានខូចដើម្បីថែរក្សាអត្តសញ្ញាណរបស់គណៈបកភ្លើងទៀនគណៈបកភ្លើងទៀនគឺជាគុលគឺជាឫសគល់នៃអ្នកប្រជាធិបតេយ្យគណៈបកឆន្ទៈខ្មែរគឺជាមេធាងដូច្នេះដើម្បីរក្សាមេធាងឲ្យបានរីកធំធាត់យើងត្រូវតែរក្សាគោលរបស់យើងគឺគណៈបកភ្លើងទៀននេះឯងចឹងទេសកម្មភាពទី3នេះគឺទៅបន្តជួសជុលថែរក្សាស្លាកគណៈបកភ្លើងទៀននិងបន្តពង្រីកលើកស្លាកគណៈបកឆន្ទៈខ្មែរទូទាំងខេត្តពីខេត្តរហូតដល់ស្រុកពីស្រុករហូតដល់ឃុំរហូតដល់ភូមិឲ្យទីណាក៏ដោយក៏ឃើញតែគណៈបកឆន្ទៈខ្មែរប្រងព្រាតដោយដែលអ្វីដែលបងប្អូនធ្លាប់ធ្វើកាលពីឆ្នាំ2021និង2022សកម្មភាពទី4គឺធនធានមនុស្សបងប្អូនប្រុសស្រីទាំងអស់ធនធានមនុស្សនេះគឺសំខាន់ណាស់គ្មានគណៈបកនយោបាយណាមួយដែលខ្លាំងដែលរីកធំធាត់ប្រកបដោយសក្តានុពលអាចប្រកួតប្រជែងឈ្នះឆ្នោតនិងអាចឆ្ពោះទៅរកដឹកនាំប្រទេសបានដោយគ្មានធនធានមនុស្សប្រកបដោយគុណភាពទេបងប្អូនត្រូវតែធ្វើការរួមគ្នាកសាងធនធានមនុស្សដោយបញ្ជ្រាបកម្លាំងយុវជននិងស្ត្រីនៅក្នុងរចនាសម្ព័ន្ធរបស់យើងរបស់គណៈបកឆន្ទៈខ្មែរដើម្បីធ្វើធានាយ៉ាងណាឲ្យគណៈបកយើងមានធនធានគ្រប់គ្រាន់សម្រាប់ដឹកនាំគណៈបកនិងសម្រាប់ដឹកនាំប្រទេសជាតិក្នុងពេលដែលគណៈបកយើងអាចឈ្នះឆ្នោតនាពេលអនាគតនិយាយពីធនធាននេះខ្ញុំក៏មិនភ្លេចអរគុណអាយដាមសេងម៉ារីដែលលោកគឺជាអ្នកផ្ដួចផ្ដើមគំនិតនៅក្នុងគណៈបកដ៏សំខាន់ធ្វើផ្ដួចផ្ដើមគំនិតហើយបានរៀបចំបណ្ដុះបណ្ដាលយុវជននិងស្ត្រីបានមួយចំនួនដើម្បីឲ្យពួកគាត់ក្លាយទៅជាកម្លាំងពិតរបស់គណៈបកយើងទាំងពីរកម្លាំងពិតគឺជាកម្លាំងដែលសម្លុតមិនខ្លាចបន្លាចមិនភ័យដេញមិនលក់គម្រាមមិនស្លុតហើយនៅតែបន្តនៅជាមួយគណៈបកយើងគ្រប់កលៈទេសៈទាំងអស់ហើយជាសសរស្តម្ភនយោបាយរបស់គណៈបកយើងគឺគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរនេះគឺជាសមិទ្ធផលដែលផ្ដើមចេញពីគាត់ដើមចេញពីថ្នាក់ដឹកនាំដែលបានព្រួយផ្ដើមឆ្លៀតឱកាសនេះខ្ញុំក៏សូមណែនាំឲ្យថ្នាក់ដឹកនាំគណៈបកដែលទទួលការតែងតាំងថ្មីបន្តនៅគំនិតនេះតទៀតគឺរៀបចំអភិវឌ្ឍធនធានរបស់យើងដើម្បីឲ្យគណៈបកឆន្ទៈខ្មែរគឺសម្បូរទៅដោយធនធានមានគុណភាពដើម្បីដឹកនាំបកនិងដឹកនាំប្រទេសជាតិនាពេលអនាគតនៅគណៈពេលដែលគណៈបកយើងបានឈ្នះឆ្នោតនាពេលអនាគតធ្វើការរួមគ្នាគៀកស្មារគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយអត់ធ្មត់ដោយយោគយល់ដោយអធិស្ឋានដោយយល់ចិត្តគ្នាដើម្បីគោលបំណងបករបស់យើងពីពេលនេះទៅរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ2027ខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាពិតជាអាចធ្វើបានពិតជាអាចបង្កើតនៅប្រវត្តិសាស្ត្រថ្មីមួយជូនគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរពីពេលនេះទៅដល់ថ្ងៃបោះឆ្នោតបងប្អូនទាំងអស់គ្នាទោះបីជាយ៉ាងណាក៏ដោយក៏ខ្ញុំសូមជម្រាបបងប្អូនសូមណែនាំបងប្អូនដែរថារឿងទី1ដែលបងប្អូនទោះបីជាការងារលំបាកយ៉ាងណាក៏ដោយបងប្អូនកុំខ្វល់រឿងគេដែលគេប្រមាថការទៀនយើងរឿងគេដែលគេវាយប្រហារលើគណៈបកឆន្ទៈខ្មែរឬគណៈបកភ្លើងទៀនវាយប្រហារលើថ្នាក់ដឹកនាំបងប្អូនកុំខ្វល់ពីព្រោះការវាយប្រហារការឌៀមដាមការប្រមាថទាំងអស់នោះវាគ្រាន់តែជាចេតនាទុច្ចរិតមួយដើម្បីបន្តិចបង្អាក់ឆន្ទៈយើងតែប៉ុណ្ណោះទេផ្ទុយទៅវិញកុំខ្វល់បន្តការងាររបស់យើងជាប្រក្រតីធម្មតាកុំចំណាយពេលខ្វាយខ្វល់នឹងពាក្យនិន្ទារបស់គេអ្វីដែលបងប្អូនត្រូវគិតគឺភារកិច្ចដែលគណៈបកថ្នាក់ជាតិនិងគណៈបកថ្នាក់ខេត្តប្រគល់ជូនអ្វីដែលយើងត្រូវគិតគឺគណៈបកឆន្ទៈខ្មែរត្រូវតែមានរចនាសម្ព័ន្ធនិងកម្លាំងនយោបាយគ្រប់គ្រាន់ទូទាំងខេត្តកំពតឬក៏ទូទាំងប្រទេសដើម្បីប្រកួតប្រជែងជាមួយដៃគូចម្បងរបស់យើងចង់អ្នកណាវង្វេងសមរភូមិគឺជារឿងរបស់គេចង់អ្នកណាវង្វេងគូប្រកួតជារឿងរបស់គេក៏ប៉ុន្តែគណៈបកឆន្ទៈខ្មែរដែលជាបេសកកម្មចម្បងរបស់គណៈបកភ្លើងទៀនមិនវង្វេងសមរភូមិមិនវង្វេងដៃគូប្រកួតទេសមរភូមិមានតែមួយគត់គឺឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ2027និង2023
គូប្រជែងរបស់យើងមានតែមួយគត់គឺគូប្រជែងពិតប្រាកដដែលយើងបានធ្លាប់ប្រកួតកន្លងមកនៅតែជាគូប្រជែងរបស់យើងឯអ្នកដទៃគឺយើងអត់ខ្វាយអត់ខ្វល់ដាច់ខាតបងប្អូនប្រទេសទាំងអស់អ្វីដែលបងប្អូនត្រូវតែទុកចិត្តលើខ្លួនឯងជឿជាក់លើខ្លួនឯងហើយដែលបានខ្ញុំថាជឿជាក់លើខ្លួនឯងពីព្រោះបងប្អូនចេញពីគណៈបកភ្លើងទៀនបងប្អូនថ្នាក់នាំដែលទទួលការតែងតាំងមិនមែនជាមនុស្សថ្មីទេមិនមែនជាមនុស្សចេញមកពីគណៈបកណាគឺចេញពីថ្នាក់នាំគណៈបកភ្លើងទៀនដែលទទួលភារកិច្ចដែលទទួលបេសកកម្មពីគណៈបកភ្លើងទៀនទៅដឹកនាំនៅក្នុងគណៈបកឆន្ទៈខ្មែរចឹងបងប្អូនមានសមត្ថភាពមានគុណភាពស្រាប់ហើយបន្តនៅសមត្ថរក្សាថែរក្សានៅសមត្ថភាពនៅគុណភាពនេះដដែលនៅក្នុងរចនាសម្ព័ន្ធគណៈបកឆន្ទៈខ្មែរហើយអ្វីដែលបងប្អូនត្រូវទុកចិត្តជឿជាក់លើគណៈបកឆន្ទៈខ្មែរនិងគណៈបកភ្លើងទៀនគណៈបកយើងនេះគណៈបកភ្លើងទៀននេះគឺជាគណៈបកប្រជាធិបតេយ្យពិតប្រាកដគឺជាគណៈបកមានសក្តានុពលពិតប្រាកដហេតុអីបងប្អូនមើលរចនាសម្ព័ន្ធគណៈបកភ្លើងទៀនរចនាសម្ព័ន្ធគណៈបកឆន្ទៈខ្មែរមានទូទាំងប្រទេសគណៈបកឆន្ទៈខ្មែរមានព្រឹទ្ធសភា3រូបដែលមានវត្តមាននៅទីនេះគណៈបកឆន្ទៈខ្មែរមានក្រុមប្រឹក្សាខេត្ត47រូបគណៈបកឆន្ទៈខ្មែរមានក្រុមប្រឹក្សាស្រុកក្រុង312រូបគណៈបកឆន្ទៈខ្មែរមានរចនាសម្ព័ន្ធទូទាំងប្រទេសដែលបានទទួលការតែងតាំងជាប្រកបដីពីពេលនេះទៅរហូតដល់នាពេលខាងមុខគណៈបកឆន្ទៈខ្មែរមានកម្លាំងនយោបាយពេញទៅទូទាំងប្រទេសតាមរយៈការជ្រោមជ្រែងពីគណៈបកភ្លើងទៀនដែលជាគណៈបកដើមនេះវាសបញ្ជាក់ថាគណៈបកឆន្ទៈខ្មែរគឺជាគណៈបកប្រកួតប្រជែងនិងជាបេសកកម្មដ៏ចម្បងរបស់គណៈបកភ្លើងទៀនអ្វីដែលសំខាន់គណៈបកឆន្ទៈខ្មែរដឹកនាំដោយអិសរាជជនរបស់យើងដែលមានវត្តមានទីនេះខ្ញុំលើកឧទាហរណ៍អាយដាមសេងម៉ាឌីនេះគឺជាអ្នកចាស់ទុំផ្នែកនយោបាយដែលជាថ្នាក់ដឹកនាំរបស់គណៈបកភ្លើងទៀនអស់រយៈពេល30ឆ្នាំហើយឥឡូវនេះទទួលបេសកកម្មពីគណៈបកភ្លើងទៀនមកជួយដឹកនាំគណៈបកឆន្ទៈខ្មែរក្នុងនាមជាអនុប្រធានគណៈបកឆន្ទៈខ្មែរហើយបានបំពេញភារកិច្ចយ៉ាងសកម្មជាពិសេសគឺការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរប្រយោជន៍ឲ្យគណៈបកយើងមានមនុស្សដ៏ប្រកបដោយគុណភាពអាចដឹកនាំគណៈបកនាពេលខាងមុខនិងដឹកនាំប្រទេសនៅពេលដែលយើងឆ្លៀសឆ្នោតក្នុងក៏មានអាយដាមប្រធានសុខហាច់ដែរក៏ជាអ្នកចាស់ទុំមួយរូបដែលយើងតែងតែគោរពថាយើងវប្បធម៌ខ្មែរយើងគោរពចាស់ទុំក៏ជាអ្នកពីនៅក្នុងគណៈបកភ្លើងទៀនក៏ជាអនុប្រធានឥឡូវក៏ជាប្រធានគណៈបកឆន្ទៈខ្មែរក្នុងនោះក៏មានអាយដាមគង់មូរិកាជាសមាជិកព្រឹទ្ធសភាអ្វីត្បិតតែលោកទទួលការប្រមាថការទានដល់ផ្ទាល់ក៏ប៉ុន្តែលោកទុកចោលអាការប្រមាថទាំងនោះប៉ុន្តែសម្រួចឆន្ទៈសម្រាប់នៅក្នុងគណៈបកឆន្ទៈខ្មែរដឹកនាំការងារនៅក្នុងគណៈបកឆន្ទៈខ្មែរធ្វើការរួមជាមួយរចនាសម្ព័ន្ធគណៈបកឆន្ទៈខ្មែរនិងជាមួយមនុស្សនៅក្នុងគណៈបកភ្លើងទៀនដើម្បីនាំគ្នាឆ្ពោះទៅរកគោលដៅឆ្នាំ2027លោកធ្វើការជាមួយយើងដោយអត់ធ្មត់ដោយមានការយោគយល់នេះគឺជាគំរូនៃថ្នាក់ដឹកនាំរបស់គណៈបកយើងដែលមានអាដាមសេងម៉ាឌីមានអាដាមគង់ម៉ូនីកាមានថ្នាក់ដឹកនាំផ្សេងទៀតនៅក្នុងគណៈបកនេះអញ្ចឹងទេយើងជឿជាក់លើគណៈបករបស់យើងដែលមានអិសរាជជនល្អៗដឹកនាំគណៈបកសំណួរសួរថាតើយើងទុកចិត្តអ្នកណាជាងខ្លួនឯងយើងត្រូវតែទុកចិត្តលើខ្លួនឯងហើយទុកចិត្តលើគណៈបករបស់យើងក៏ប៉ុន្តែទុកចិត្តយ៉ាងណាក៏ដោយក៏សូមបងប្អូនអរគ្នាកុំអំនួតគណៈអំនួតវាคล้ายទៅជាជំងឺមួយគឺជំងឺតួឯកនៅក្នុងនយោបាយគ្មានទេជំងឺតួឯកនៅក្នុងនយោបាយមានតែស្មារតីធ្វើការជាក្រុមមានតែស្មារតីនៃការរួបរวมគ្នារវាងកម្លាំងនយោបាយទាំងអស់កម្លាំងនយោបាយនៅក្នុងប្រជាធិបតេយ្យទាំងអស់ទើបយើងអាចคล้ายទៅជាសសរស្តម្ភនយោបាយដ៏សំខាន់ទើបយើងអាចคล้ายទៅជាកម្លាំងចលករនយោបាយប្រកបដោយសក្តានុពលអាចធ្វើដំណើរឆ្ពោះទៅរកទិសដៅឆ្ពោះទៅរកគោលដៅហើយសម្រេចនៅក្តីសុបិនរបស់យើងឆ្នាំ2027និង2028ឬនាពេលអនាគតរួមគ្នាមួយវិញទៀតស្នើសុំឲ្យបងប្អូនមានការរឹងមាំទាំងស្មារតីរឹងប៉ឹងទាំងស្មារតីរឹងប៉ឹងទាំងគោលចំហ
រឹងប៉ឹងក៏ប៉ុន្តែហាមរឹងរូសកណ្ដាលរឹងរូសវាគឺជាឧបសគ្គក្នុងការអនុវត្តសកម្មភាពអនុវត្តឧបសគ្គសកម្មភាពមួយទៀតគឺយើងធ្វើការប្រកបដោយទន់ភ្លន់ហើយនឹងមានការបត់បែនបងប្អូនទាំងអស់គ្នារងទទួលនៅព្យុះសង្គ្រាមនយោបាយរាប់មិនអស់ក៏ប៉ុន្តែបងប្អូននឹងអាចទប់នឹងព្យុះសង្គ្រាមបានបងប្អូននឹងអាចទប់ជំហរបានបងប្អូននឹងអាចបន្តសកម្មភាពជាមួយគណៈបកយើងបន្តទៀតក្នុងនាមជាថ្នាក់ដឹកនាំគណៈបកទាំងពីរខ្ញុំស្នើឲ្យបងប្អូនទាំងគ្នាបន្តថែរក្សានៅគោលជំហរច្បាស់លាស់នេះបន្តទៀតហើយរួមគ្នាអនុវត្តនៅសកម្មភាពដែលគណៈបកថ្នាក់ជាតិនិងគណៈបកថ្នាក់ខេត្តបានប្រគល់ជូនឲ្យស្របទៅតាមលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងនិងគោលការណ៍ណែនាំទាំងឡាយរបស់គណៈបកយើងរួមគ្នាដើម្បីគោលបំណងតែមួយគឺគោលបំណងរបស់យើងសម្រេចឲ្យបានដើម្បីឲ្យមានការផ្លាស់ប្ដូរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនាពេលអនាគតស្អីទាំងអស់ដែលមានភក្ដីភាពដែលមានការស៊ូទ្រាំស៊ីអត់ស៊ីក្លៀនស៊ូទ្រាំគ្រប់កលៈទេសៈទាំងអស់ទោះជាលំបាកយ៉ាងណាក៏ដោយបងប្អូននៅតែស៊ូទ្រាំនៅជាមួយគណៈបកយើងនៅជាមួយអ្នកប្រជាធិបតេយ្យនៅក្នុងក្របខ័ណ្ឌគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរនេះគឺជាឧត្តមភាពមួយដែលគណៈបកយើងទាំងពីរដែលមានបងប្អូនជាសសរស្តម្ភនយោបាយហើយបន្តនៅភាពស្មោះត្រង់នេះទៀតសាមគ្គីភាពក្នុងគោលបំណងដើម្បីឯកភាពនៅក្នុងរចនាសម្ព័ន្ធនៅក្នុងកម្លាំងនយោបាយនៃគណៈបកយើងទាំងពីរជ័យយកគណៈបកភ្លើងទៀនជ័យយកគណៈបកឆន្ទៈខ្មែរបងប្អូនប្រុសស្រីទាំងអស់ទោះបីជាយ៉ាងណាក៏ដោយវិន័យគឺសំខាន់ណាស់ខ្ញុំតែងតែនិយាយថាវិន័យហេតុអីបានវិន័យសំខាន់សម្រាប់គណៈបកនយោបាយគ្មានគណៈបកនយោបាយណាមួយដែលអាចរីកធំធាត់ដែលអាចប្រកួតប្រជែងជាមួយដៃគូឲ្យឈ្នះដោយគ្មានវិន័យទេវិន័យគឺសំខាន់និងចាំបាច់ព្រោះថាវិន័យអាចធានានៅភាពស៊ីសង្វាក់គ្នានៅក្នុងការអនុវត្តសកម្មភាពការចាត់ចែងនិងការដឹកនាំការងារនៅក្នុងគណៈបកនាំឲ្យមានតម្លាភាពនៅក្នុងការធ្វើការសម្រេចចិត្តនៅក្នុងការដឹកនាំហើយបង្កើតនៅភាពជឿជាក់នៅក្នុងសមាជិការបស់យើងនៅក្នុងសកម្មជនរបស់យើងហើយធ្វើឲ្យគណៈបកយើងคล้ายទៅជាគណៈបកស៊ីវិល័យធ្វើឲ្យគណៈបកយើងមានទំនុកទុកចិត្តអាចទទួលការទុកចិត្តអាចទទួលការអាចคล้ายទៅជាក្តីសង្ឃឹមមុតស្រួចរបស់សកម្មជនរបស់យើងនិងអ្នកគ្រប់គ្រងរបស់យើងវិន័យគឺធានាឲ្យមានសាមគ្គីភាពនិងឯកភាពជាតិនិងឯកភាពនៅក្នុងរចនាសម្ព័ន្ធរបស់គណៈបកគ្មានវិន័យគឺគ្មានភាពជោគជ័យវិន័យគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទប់ស្កាត់កុំឲ្យមានការរើសអើងវិន័យគឺជាយន្តការក្នុងការដោះស្រាយបញ្ហាតូចធំនៅក្នុងគណៈបកហើយអាចទប់ស្កាត់ការខ្វែងគំនិតគ្នាការតោះតែងគ្នានៅក្នុងផ្ទៃក្នុងរបស់យើងដូច្នេះវិន័យគឺសំខាន់ខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់គ្នារួមគ្នាលើកស្ទួយនៅការអនុវត្តវិន័យរបស់បកគ្មានគណៈបកនយោបាយណាមួយនៅលើពិភពលោកនេះដែលអាចคล้ายទៅជាគណៈបកសក្តានុពលហើយទាត់ចោលវិន័យទេខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាដែលបានតស៊ូរួមជាមួយគណៈបកយើងអស់រយៈពេល4 10 20ឆ្នាំនេះឬក៏30ឆ្នាំនេះប្រកាសជានាំគ្នាលើកស្ទួយនិងអនុវត្តនៅគោលការណ៍វិន័យរបស់គណៈបកហើយនឹងនាំគ្នាទប់ស្កាត់កុំឲ្យមានអនាធិបតេយ្យភាពនៅក្នុងរចនាសម្ព័ន្ធរបស់គណៈបកបើគ្មានវិន័យគឺមានភាពប្រញ៉ាំងនៅក្នុងការចាត់ចែងនៅក្នុងការដឹកនាំនិងក្នុងការធ្វើការសម្រេចចិត្តនយោបាយនៅក្នុងគណៈបកយើងទាំងអស់គ្នារួមគ្នាទប់ស្កាត់កុំឲ្យមានអនាធិបតេយ្យភាពនៅក្នុងរចនាសម្ព័ន្ធតាមរយៈការលើកស្ទួយការអនុវត្តវិន័យនៅក្នុងគណៈបកយើងទាំងអស់គ្នាជាចុងបញ្ចប់ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រុសស្រីទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីប្រកាសសុពលភាពនេះខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយសូមតាមថែរក្សាបីបាច់បងប្អូនដែលជាសមាជិកាសកម្មជនដែលឆ្នើមរបស់គណៈបកយើងទាំងពីរឲ្យជួបតែសេចក្តីសុខជួបតែសេចក្តីចម្រើនសូមបងប្អូនថែរក្សាសុខភាពហើយសូមបងប្អូនប្រុសៗទាំងអស់សូមមេត្តាកាត់បន្ថយគ្រឿងស្រវឹងព្រោះគ្រឿងស្រវឹងវាបំផ្លាញនៅ
សុខភាពរបស់យើងគ្រឿងស្រវឹងវាបំផ្លាញនៅសុភមង្គលរបស់យើងសង្ឃឹមយ៉ាងមុតមមថាបងប្អូននឹងថែរក្សាសុខភាពដើម្បីបេសកកម្មដ៏មុតស្រួចរបស់យើងពីនឹងទៅឆ្នាំ2027និង2028ទាំងអស់គ្នាសូមអរគុណ